នៅសន្តាគារលើ Royal រសៀលថ្ងៃទី12 ខែឧសភាឆ្នាំ2025 អាដាមទេសរដ្ឋមន្ត្រីអៀងមូលីប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍និងអាដាមសាស្ត្រាចារ្យឈៀងរ៉ារដ្ឋមន្ត្រីក្រសួងសុខាភិបាលបានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ Winnie Byanyima អគ្គលេខាធិការរងអង្គការសហប្រជាជាតិនិងជានាយិកាប្រតិបត្តិអង្គការ UNAIDS កិច្ចប្រជុំនេះមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងសុខាភិបាលថ្នាក់ដឹកនាំអង្គការ UNAIDS ប្រចាំកម្ពុជានិងថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍កិច្ចប្រជុំត្រូវបានរៀបចំឡើងដើម្បីពិភាក្សាអំពីការឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍នៅក្នុងដំណាក់កាលឈានទៅបញ្ចប់អេដស៍និងថវិកាជំនួយពីខាងក្រៅដែលកំពុងមានការធ្លាក់ចុះមានប្រសាសន៍បើកកិច្ចប្រជុំអាដាមទេសរដ្ឋមន្ត្រីបានស្វាគមន៍និងអរគុណលោកជំទាវនាយិកាដែលបានឆ្លៀតឱកាសមកធ្វើទស្សនកិច្ចនៅកម្ពុជាដែលរំលេចចេញនៅកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអង្គការ UNAIDS និងព្រះរាជាណាចក្រកម្ពុជាហើយបានស្នើសុំអាដាមសាស្ត្រាចារ្យឈៀងរ៉ារដ្ឋមន្ត្រីក្រសួងសុខាភិបាលមានប្រសាសន៍អាដាមរដ្ឋមន្ត្រីបានមានប្រសាសន៍អំពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាលក្នុងការឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍ឈានទៅសម្រេចគោលដៅរួមក្នុងការបញ្ចប់អេដស៍នៅកម្ពុជាទន្ទឹមនឹងនោះក្រសួងក៏បានរៀបចំសមាហរណកម្មការងារអេដស៍ទៅក្នុងប្រព័ន្ធសុខាភិបាលពង្រឹងកម្លាំងការងារផ្តល់សេវាអេដស៍ប្រកបដោយប្រសិទ្ធភាពព្រមទាំងវិនិយោគលើអង្គភាពផ្អែកលើសហគមន៍ផងដែរបន្ថែមលើមតិរបស់អាដាមរដ្ឋមន្ត្រីអាដាមទេសរដ្ឋមន្ត្រីបានជម្រាបជូនលោកជំទាវ Winnie Byanyima អំពីការអនុម័តគោលនយោបាយជាតិបញ្ចប់អេដស៍និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ2023-2028ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី15ខែមីនាឆ្នាំ2024ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតសម្ដេចមហាបបរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាអាដាមទេសរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថាតាមទិន្នន័យថ្មីបំផុតនេះគោលដៅ95 កម្ពុជាសម្រេចបាន92 199ទន្ទឹមនឹងនេះយើងមានក្តីបារម្ភយុវជនវ័យក្មេងអាយុពី15ទៅ24ឆ្នាំមិនទាន់ទទួលបានការអប់រំសមស្របអំពីសុវត្ថិភាពផ្លូវភេទជាការឆ្លើយតបលោកជំទាវ Winnie Byanyima បានថ្លែងកោតសរសើរចំពោះជោគជ័យនៃការប្រយុទ្ធនឹងមេរោគអេដស៍និងជំងឺអេដស៍នៅកម្ពុជាដោយបានគូបញ្ជាក់ថាកម្ពុជាបាននាំយកនៅទស្សនវិស័យយ៉ាងសំខាន់ក្នុងការឆ្លើយតបនឹងជំងឺអេដស៍កម្ពុជាជាប្រទេសឈានមុខដោយបានធ្វើការជាមួយគ្រប់អ្នកពាក់ព័ន្ធនិងគ្មានការរើសអើងកិច្ចការនេះបានបង្ហាញឲ្យពិភពលោកមើលឃើញយ៉ាងច្បាស់បច្ចុប្បន្នយើងកំពុងនៅក្នុងរយៈពេលផ្ទេរដំណាក់កាលយ៉ាងធំធេងយើងត្រូវពិនិត្យមើលយុទ្ធសាស្ត្រក្នុងការបញ្ចប់អេដស៍នៅឆ្នាំ2030ក្នុងនោះប្រទេសមួយចំនួនបានដកខ្លួនថយហើយមានការរើសអើងចំពោះប្រជាជនគន្លឹះទន្ទឹមនឹងនេះលោកជំទាវបានសរសើរថាកម្ពុជាបើកចំហចំពោះគំនិតច្នៃប្រឌិតថ្មីព្រមទាំងស្វាគមន៍ចំពោះការបដិញ្ញាចិត្តក្នុងការពង្រីកសេវាថែទាំសុខភាពទន្ទឹមនឹងនោះកម្ពុជាជាប្រទេសដំបូងគេដែលបានរៀបចំផែនទីបង្ហាញផ្លូវទៅកាន់ចីរភាពក្នុងការឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍មុននឹងបញ្ចប់លោកជំទាវបានស្នើថាកម្ពុជាគួរពិចារណាផ្តល់ការគាំទ្រឲ្យអង្គការសង្គមស៊ីវិលចូលរួមក្នុងការឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍និងសន្យាថានឹងជួយស្វែងរកទម្រង់ល្អមួយសម្រាប់កម្ពុជាជាកិច្ចបញ្ចប់អាដាមទេសរដ្ឋមន្ត្រីបានបន្ថែមថាក្តីបារម្ភរបស់យើងមួយទៀតគឺបញ្ហាថវិកាបច្ចុប្បន្នរាជរដ្ឋាភិបាលបានចូលរួមថវិកាយ៉ាងច្រើននិងត្រៀមខ្លួនឆ្លើយតបនឹងបញ្ហាប្រសិនបើយើងអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍និងជាភាពកម្មវិធីអេដស៍បានល្អនឹងអាចជួយកាត់បន្ថយការចំណាយនិងពង្រឹងប្រសិទ្ធភាពក្នុងការចំណាយអាដាមទេសរដ្ឋមន្ត្រីបានបន្តថានឹងធ្វើការឲ្យបានជិតស្និទ្ធជាមួយការិយាល័យអង្គការ UNAIDS ប្រចាំកម្ពុជាដើម្បីវិនិច្ឆ័យលើការចំណាយក្នុងការពង្រឹងការងារឆ្ពោះទៅបញ្ចប់អេដស៍